បាទបើសម្រាប់សិចទី1ខាងរបស់ពួកខ្ញុំរៀងច្បងគ្នាបន្តិចព្រោះខាងគាត់សិចទី1គាត់អត់ខូចបាទដល់ពេលឲ្យខាងខ្ញុំខូចខ្លួនឯងច្រើនដល់ពេលអញ្ចឹងហើយយើងធ្វើឲ្យខាងខ្ញុំមានញ៉ៃហើយក៏ចាញ់សិចទី1បាទសម្រាប់ការលេងរបស់ក្រុមទាំងអស់គាត់សិតតែល្អហើយសិតតែក្រុមខ្លាំងដែរតាមបណ្ដាខេត្តគាត់លេងមកមានម្ចាស់ពានតាមបណ្ដាខេត្តអញ្ចឹងក្រុមរបស់ពួកគាត់ទាំងអស់សិតជាក្រុមគេហៅថាលេខ1ប្រចាំខេត្តដល់ពេលហើយគាត់មកលេងគឺថាឃើញថាល្អបាទសម្រាប់ប្រៀបធៀបនឹងឆ្នាំទៅខុសគ្នាច្រើនព្រោះសារនេះកីឡាករគាត់មកពីបណ្ដាខេត្តផ្សេងហ្នឹងនិយាយទៅគាត់លេងរឹងល្អការសមត្ថភាពពួកគាត់ឡើងខ្លាំងបាទសម្រាប់ពួកខ្ញុំទី1រត់ខ្លាំងជាងគេគឺវាយសវីបាទទី2ចាប់សវីបាទរឿងផ្ដាច់ខ្ញុំវាយបាល់ដាច់យកបន្ទុកខ្ញុំមិនជាហាត់ប្រមាណតែបើថាសវីហើយនឹងចាប់សវីគឺហើយនឹងរកនាងហ្នឹងគឺត្រូវប្រើ 100% ព្រោះ4ស្មើពិបាកខ្លាំងបាទយើងតិចហើយមានប្រឡោះច្រើនបាទសម្រាប់ខ្ញុំចង់ឲ្យមានពានកាន់តែច្រើនកាន់តែល្អបងព្រោះសម្រាប់ឲ្យកីឡាករក៏ដូចជាកីឡាករតាមខេត្តមិនថាតាមខេត្តតាមដាស្រុកនានាគាត់បានបញ្ចេញសមត្ថភាពដើម្បីឲ្យខាងបាល់ទះរបស់យើងរីកចម្រើនបាទដល់ពេលគាត់បញ្ចេញសមត្ថភាពល្អយើងអាចជ្រើសរើសគាត់យកមកបាទសម្រាប់ពានមួយនេះគឺខ្ញុំបងដល់ក្លឹបខ្ញុំផ្ទាល់ដូចជាគ្រួសាររបស់ខ្ញុំហើយនឹងជូនទៅដល់អ្នកដឹកនាំដូចជាមេខ្ញុំផ្ទាល់